សួស្តីប្រិយមិត្តដែលនិយមតាមដានកំសាន្តការសម្រាយរឿងថ្ងៃនេះផងដែរខ្ញុំសូមលើកយកភាពយន្តបុរាណចិនមកចែកជូនសម្រាប់នឹងទស្សនាហើយនេះក៏ជាវីដេអូទី2ដែលខ្ញុំធ្វើការសម្រាយផងដែរប្រសិនបើបងប្អូនពេញចិត្តសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់ធ្វើវីដេអូក្រោយៗទៀតរឿងនេះនិយាយអំពីស៊ិនអ៊ូខុងមុនពេលដែលគាត់ជួលលោកគ្រូថាងជេងទៅចម្លងធរហើយគាត់បានព្យាយាមជួយសង្គ្រោះអ្នកទោសជាង 1000 នាក់ពីអំណាចឋានសួគ៌ខណៈដែលចំនួនដណ្ដើមសេរីភាពគេចចេញពីច្បាប់ឋានសួគ៌ដែលតឹងរឹងគាត់នឹងយ៉ាងជៀនត្រូវប្រឈមមុខនឹងអតីតកាលអារម្មណ៍គ្រួសារនិងការជ្រើសរើសរវាងកាតព្វកិច្ចនិងសេរីភាពដែលបង្កើតបានជាឈុតឆាកវាយប្រហារមួយចំនួនចង់ដឹងថាសាច់រឿងរបស់យើងជក់ចិត្តដិតអារម្មណ៍យ៉ាងណាសូមគោរពអញ្ជើញទស្សនាជាមួយខ្ញុំដូចតទៅនៅឋានសួគ៌ទាហានម្នាក់កំពុងវាយដំទាស្ករយ៉ាងដំណំរំពេចនោះគាត់ក៏ត្រូវបានវាយប្រហារដោយស៊ិនអ៊ូខុងហើយនេះគឺជាស្ដេចស្វាគាត់បានធ្វើការណែនាំខ្លួនថាគាត់គឺជាមហាទេពស្មើមេឃមកទីនេះដើម្បីជួយអ្នកទាំងអស់គ្នាចេញពីកន្លែងអាក្រក់នេះហើយគាត់បានបើកច្រកមេឃាដើម្បីឲ្យទាស្ករគេចចេញពីទីនោះអ្នកទោសម្នាក់បានសួរថាតើផ្លូវនេះមានសុវត្ថិភាពទេដោយមិនចង់និយាយច្រើនអ៊ូខុងក៏បានរុញអ្នកទោសម្នាក់ឃើញថាទីនេះមានសុវត្ថិភាពអ្នកទោសទាំងអស់ក៏នាំគ្នាលោតចេញទៅភ្លាមនោះសត្វចម្លែកដែលឃ្លាំមើលនៅទីនោះបានដឹងខ្លួនវាក៏បើកការវាយប្រហារមកលើអ្នកទាំងអស់គ្នានៅទីនោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់អ៊ូខុងក៏បានប្រើដំបងជីងកាងដើម្បីទប់ទល់នឹងសត្វចម្លែកបានដោយជោគជ័យហើយអ្នកទោសទាំងអស់ក៏បានគេចចេញពីទីនោះដោយជោគជ័យសត្វចម្លែកឃើញច្រកមេឃាក៏ប្រុងរត់តាមស្រាប់តែពេលនោះវូខុងបានបិទច្រកមេឃាទាន់ពេលហើយពួកគេក៏បានប្រយុទ្ធគ្នាយ៉ាងសាហាវរំពេចនោះយើងស្រាប់តែបានឃើញអ្នកទោសម្នាក់ដែលគាត់មិនទាន់បានរត់គេចខ្លួននោះទេហើយសត្វចម្លែកក៏បានបដូរគោលដៅមកវាយប្រហារបរិសចំណាស់នោះវិញម្ដងប៉ុន្តែក៏ត្រូវបានវូខុងចាប់កន្ទុយរបស់វារួចក្រវាត់វាដូចជាសំឡេងអ៊ូខុងក៏បានសួរទៅបរិសចំណាស់នោះហេតុអ្វីបានជាអ្នកមិនចាកចេញពីទីនេះបរិសនោះឆ្លើយថាគាត់មិនអាចចាកចេញពីទីនេះបាននោះទេអ៊ូខុងនិយាយកុំបារម្ភអីខ្ញុំនឹងជួយអ្នកឲ្យចាកចេញពីទីនេះដោយសុវត្ថិភាពប៉ុន្តែបរិសចំណាស់នោះនិយាយថាស្ដេចស្វាអើយអ្នកកំពុងតែធ្វើបាបខ្ញុំហើយប្រសិនបើខ្ញុំចាកចេញពីទីនេះខ្ញុំនឹងត្រូវបាត់បង់ជីវិតប៉ុន្តែអ៊ូខុងមិនស្ដាប់រួចក៏ក្រវែងគាត់ទៅច្រកមេឃាភ្លាមនោះច្រកមេឃាក៏ត្រូវបានបិទដោយគ្មានមូលហេតុស្ដេចស្វាឆ្ងល់ណាស់ចុងក្រោយគាត់ដឹងថាដោយសារបរិសចំណាស់នេះមានត្រាចងភ្ជាប់ឋានសួគ៌នៅលើខ្លួនទើបគាត់មិនអាចចាកចេញពីទីនេះបានអ៊ូខុងសួរថាតើអ្នកជានរណាហេតុអ្វីបានជាមានត្រាឋានសួគ៌នៅជាប់នឹងដងខ្លួនបរិសចំណាស់បន្តនិយាយដដែលថាគាត់មិនអាចចាកចេញពីទីនេះបាននោះទេអ្នកអាចជួយសង្គ្រោះខ្ញុំបានមួយរយៈប៉ុន្តែមិនមែនជារៀងរហូតទេឮហើយអ៊ូខុងតបថាគាត់បានស្បត់នឹងជួយសង្គ្រោះទាស្ករទាំងអស់នៅទីនេះមិនឲ្យគេបាត់ទំនុកចិត្តចំពោះគាត់នោះទេហើយក៏បង្ខំរុញច្រានបរិសចំណាស់ចេញពីទីនោះរំពេចនោះយ៉ាងជៀនក៏បានមកដល់ហើយប្រាប់ឲ្យអ៊ូខុងទម្លាក់បរិសម្នាក់នោះនៅទីនោះហើយត្រឡប់ទៅវិមានលីងសៀវជាមួយគេប៉ុន្តែអ៊ូខុងមិនព្រមពួកគេក៏បើកឆាបប្រយុទ្ធគ្នាតែម្ដងឈុតឆាកប្រយុទ្ធគ្នាមួយសន្ទុះយើងឃើញថាបរិសចំណាស់មានការភ័យខ្លាចដូចជាមានការព្រួយបារម្ភចំពោះយ៉ាងជៀនយ៉ាងខ្លាំងតើគាត់នឹងយ៉ាងជៀនមានទំនាក់ទំនងអ្វីនឹងគ្នាតាមពិតទៅគាត់គឺជាឪពុកបង្កើតរបស់យ៉ាងជៀនភ្លាមនោះយ៉ាងជៀនមានឱកាសចាក់អ៊ូខុងបានមួយលំពេងប៉ុន្តែយើងមើលទៅលំពេងរបស់យ៉ាងជៀនហាក់ធ្វើអ្វីអ៊ូខុងមិនបាននោះទេអ៊ូខុងក្រវីដំបងរួចវាយយ៉ាងជៀនឲ្យប៉ាងទៅម្ខាងបរិសចំណាស់ឃើញដូចនេះក៏ស្ទុះទៅវាយអ៊ូខុងមួយដំបងប៉ុន្តែមិនអាចធ្វើអ្វីគាត់បាននោះទេអ៊ូខុងនិយាយថាជប់លេងសើចទៀតទៅអស់យើងទៅហើយពេលនោះយ៉ាងជៀនក៏ហក់មកវាយប្រហារអ៊ូខុងម្ដងទៀតប៉ុន្តែត្រូវបានអ៊ូខុងចាប់កជាប់ឃើញដូចនេះបរិសចំណាស់ក៏ប្រាប់អ៊ូខុងឲ្យលែងយ៉ាងជៀនគាត់នឹងព្រមទៅជាមួយអ៊ូខុងមកដល់ភ្នំផ្លែឈើអ៊ូខុងនិយាយថាខ្ញុំធ្លាប់ឮរឿងគួរឲ្យចាប់អារម្មណ៍មួយអូនស្រីរបស់អធិរាជខាងត្បូងនៅឋានសួគ៌ឈ្មោះយុនហ៊ូនាងបានជួបនឹងបរិសអ្នកប្រាជ្ញក្រីក្រម្នាក់មកពីឋានមនុស្សបានស្រឡាញ់គ្នាហើយថែមទាំងមានកូនប្រុសម្នាក់ជាមួយគ្នាទៀតផងក្រោយមកដោយមានអារម្មណ៍ខ្មាស់អៀននាងបានត្រឡប់ទៅផាសានតែម្នាក់ឯងដោយបន្សល់ទុកស្វាមីនិងកូនប្រុសឲ្យរងទុក្ខវេទនានៅឋានសួគ៌តើវាជាពាក្យចចាមអារាមឬជាការពិតឬហើយបរិសចំណាស់ខឹងណាស់ក៏ស្ទុះទៅក្បួចក៏អាវអ៊ូខុងហើយ
ហើយនិយាយថាប្រសិនបើអ្នកនៅតែនិយាយអំពីយន្តហូខ្ញុំនឹងសម្លាប់អ្នកដោយឃើញថាគាត់រងាខ្លាំងពេកអ៊ូខុងក៏បានហុចទឹកស៊ុបឲ្យគាត់ពិសាដើម្បីកាត់បន្ថយភាពត្រជាក់ផានស៊ូឯនេះវិញយ៉ាងជៀនរងការស្ដីបន្ទោសពីសំណាក់អ្នកគ្រប់គ្រងដែលបណ្ដោយឲ្យអ៊ូខុងដល់លែងអ្នកទោសជាង 1000 នាក់នារីស្រស់ស្អាតម្នាក់នេះនាងជាអ្នកគ្រប់គ្រងនៅទីនេះដែលគេឲ្យឈ្មោះថាអ្នកនាងម្ចាស់ផ្កាយហើយនាងបានសួរទៅយ៉ាងជៀនថាតើអ្នកនៅឋានសួគ៌នេះអស់រយៈពេលប៉ុន្មានហើយយ៉ាងជៀនឆ្លើយថាជាង500ឆ្នាំមកហើយអ្នកនាងម្ចាស់ផ្កាយនិយាយថាជាយូរមកហើយដែលខ្ញុំមើលរំលងសមត្ថភាពរបស់អ្នកខ្ញុំនឹងប្រគល់អាវុធទិព្វមួយដែលស័ក្តិសមសម្រាប់អ្នកអ្នកនាងម្ចាស់ផ្កាយបន្ថែមទៀតថាឪពុកបង្កើតរបស់អ្នកបានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងសាហាវយង់ខ្នងដែលឋានសួគ៌និងឋានកណ្ដាលមិនអាចអត់ទោសឲ្យបានជាមួយនឹងអាវុធទិព្វមុខ3នេះអ្នកអាចប្រយុទ្ធជាមួយនឹងស្វាបិសាចនោះហើយនាំឪពុករបស់អ្នកមកទីនេះវិញបានឋានកណ្ដាលឯនេះវិញអ៊ូខុងនិងបរិះចំណាក់កំពុងសម្លឹងមើលផលនៃវិនិស្សកម្មរបស់អ្នកភូមិហើយអ៊ូខុងនិយាយថាកន្លែងនេះធ្លាប់ត្រូវបានគេចាត់ទុកថាជាតំបន់មួយក្នុងចំណោមតំបន់រីកចម្រើននៅភាគខាងកើតតែអ្នកជឿទេមនុស្សដែលស្លាប់អាចបង្កើតអំណាចឆ្ពោះទៅរកភាពអមតៈបានមនុស្សទាំងនេះអាចស្ថិតនៅក្នុងភាពងងឹតប្រសិនបើគ្មានលីយូលីបរិះចំណាស់សួរថាតើលីយូលីគឺជានរណាអ៊ូខុងនិយាយថាដើមឡើយនាងគឺជាបរិវាររបស់នាងម្ចាស់ផ្កាយប៉ុន្តែមិនពេញចិត្តនឹងទង្វើរបស់ទេវតាដូចនេះហើយនៅក្នុងសង្គ្រាមរបស់ព្រះនោះវាបានប្រែក្លាយទៅជាកញ្ចក់ប្រយុទ្ធប្រឆាំងនឹងភាពជាព្រះរបស់ខ្លួនឯងក្រោយពីសង្គ្រាមព្រះត្រូវបានបញ្ចប់ដោយសារកំហឹងនាងបានក្លាយទៅជាបិសាចនៅពេលយប់ហើយក៏ជាមនុស្សតែម្នាក់ដែលអាចជួយដកត្រាឋានសួគ៌ពីខ្លួនរបស់អ្នកបានបុរសចំណាស់មានអារម្មណ៍ព្រឺព្រួចហើយសួរថាតើទីនេះមានខ្មោចមែនទេពេលនោះមានព្រលឹងខ្មោចជាច្រើនបានក្រោកឡើងនៅក្នុងចំណោមព្រលឹងខ្មោចជាច្រើនយើងឃើញមានវត្តមានរបស់លីយូលីហើយនាងក៏ធ្វើការដកត្រាចងជាប់ឋានសួគ៌នៅលើទ្រូងរបស់បុរសចំណាស់នោះហើយភ្លាមនោះយ៉ាងជៀនក៏បានមកដល់ទីនេះយ៉ាងជៀនមានការមិនពេញចិត្តចំពោះការដកត្រាចងជាប់ឋានសួគ៌នោះទេគាត់ក៏បើកឈុតឆាកវាយប្រហារតែម្ដងពេលនោះអ៊ូខុងត្រូវបានព្រលឹងខ្មោចជាច្រើនគ្របសង្កត់ចំណែកឯលីយូលីក៏មកប្រយុទ្ធជាមួយនឹងយ៉ាងជៀនប៉ុន្តែយ៉ាងជៀនហាក់ធ្វើអ្វីមិនបានចំពោះលីយូលីនោះទេភ្លាមនោះលីយូលីបានយកដៃទៅបើកភ្នែកទី3របស់យ៉ាងជៀនធ្វើឲ្យគាត់នឹកឃើញនៅរឿងអតីតកាលជាច្រើនពេលនោះលីយូលីស្រែកធ្វើឲ្យព្រលឹងខ្មោចជាច្រើនរត់ទៅចាប់យ៉ាងជៀនពេលនោះលីយូលីបានព្យាយាមនិយាយបំភាន់យ៉ាងជៀនដោយរំលឹកពីអតីតកាលដ៏ឈឺចាប់និងប្រវត្តិនៃការបោះបង់ចោលដើម្បីបង្កើនកំហឹងនិងអំណាចរបស់គាត់ខណៈនោះឪពុករបស់យ៉ាងជៀនក៏ព្យាយាមរារាំងនិងប្រាប់គាត់ថាដៃរបស់គាត់បានលះបង់ខ្លួនដើម្បីការពារគាត់តែប៉ុណ្ណោះបន្ទាប់មកយ៉ាងជៀនបានស្រែកយ៉ាងខ្លាំងធ្វើឲ្យវិញ្ញាណបិសាចទាំងនោះចាត់ខ្ចាយចេញពីខ្លួនគាត់ឥទ្ធិពលសម្រេចរបស់យ៉ាងជៀនហាក់បានដាស់តឿនដល់វិញ្ញាណខ្មោចបិសាចទាំងនោះឲ្យវិលត្រឡប់ទៅរកក្រុមគ្រួសាររបស់ពួកគេវិញការវិលត្រឡប់មកជួបជុំបង្កើតបានជាទិដ្ឋភាពដ៏រីករាយជាថ្មីលើទឹកដីដែលឆេះតិចទីយ៉ាងជៀនមានអារម្មណ៍ថាទទួលបានក្តីសុខផ្នែកផ្លូវចិត្តខណៈដែលលីយូលីទទួលស្គាល់កំហុសនិងយល់ថាសេរីភាពពិតមិនមែនជាការលះបង់មនុស្សជាតិនោះទេមនុស្សជាទីស្រឡាញ់បង្ហាញការចងចាំនិងសន្យាបន្តទៅមុខទោះផ្លូវពិបាកយ៉ាងណាក៏ដោយវិញ្ញាណទាំងអស់ក៏រលាយទៅបន្សល់ទុកនៅស្នាមញញឹមនិងការចងចាំវាហាក់បីដូចជាសោកនាដកម្មជាថ្មីលើទឹកដីដែលរិចរិលទៅដោយព្យុះសង្គ្រាមហើយលីយូលីបានបិទភ្នែកទី3របស់យ៉ាងជៀនហើយគាត់ក៏បានរលាយបាត់រសាត់ចេញពីដែនដីមួយនេះបាត់ទៅធម្មជាតិក៏ស្រស់បំព្រងជាថ្មីពេលនោះអ៊ូខុងនិយាយថាសោកស្ដាយដែលកូនរបស់អ្នករងភាពអយុត្តិធម៌ហើយឪពុករបស់យ៉ាងជៀនបានដើរទៅរកយ៉ាងជៀនហើយនិយាយថាគាត់សម្រេចចិត្តត្រឡប់ទៅគុកឋានសួគ៌វិញមិនចង់ធ្វើជាបន្ទុកដល់កូននោះទេប៉ុន្តែយ៉ាងជៀនបែរជាបបួលគាត់ត្រឡប់ទៅផ្ទះវិញមកដល់ផ្ទះដែលធ្លាប់រស់នៅកាលពីមុនពួកគេទាំងពីរនាក់បានចំណាយពេលជាមួយគ្នារំលឹកអំពីអតីតកាលនិងយល់ពីសេចក្តីស្រឡាញ់របស់ម្ដាយនិងការលះបង់របស់គាត់
លោកព្រឹកឡើងពួកគេមានភ្ញៀវពិសេសមកលេងនោះគឺជាអ្នកអាចារ្យគាត់មើលទីនេះក្នុងគោលបំណងចាប់ឪពុករបស់យ៉ាងជៀនត្រឡប់ទៅឋានសួគ៌វិញប៉ុន្តែឈុតត្រង់នេះសាច់រឿងមិនបានបញ្ជាក់ទេថាពួកគេទាំងពីរនាក់បានប្រយុទ្ធគ្នាឬអត់កាត់មកឋានសួគ៌វិញណាចារ្យនិយាយថាខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលយ៉ាងជៀនឲ្យត្រឡប់មកឋានសួគ៌វិញប៉ុន្តែគាត់បានបដិសេធហើយជ្រើសរើសការរស់នៅពិភពមនុស្សភ្លាមនោះសន្ទុះអ្នកប្រាជ្ញមានការជជែកវែងញែកគ្នាអំពីទំនួលខុសត្រូវនិងកិត្តិយសរបស់ឋានលើដោយគេយកឈ្មោះឡៅស៊ីមកពាក់ព័ន្ធដែរមួយចំណែកទៀតក៏មានការព្រួយបារម្ភថាប្រសិនបើរឿងនេះបន្តធំឡើងវាអាចនាំឲ្យយ៉ាងជៀនជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទន្ទឹមនឹងនេះក៏មានការលើកឡើងអំពីអ៊ូខុងថាជាអ្នកក្រៅដែលពាក់ព័ន្ធនឹងបញ្ហានេះផងដែរហើយចុងក្រោយលោកគ្រូឡៅស៊ីសម្រេចចិត្តចុះទៅពិភពមនុស្សដោយខ្លួនឯងដើម្បីស្វែងយល់ពីការពិតនិងដោះស្រាយបញ្ហាដោយមិនចង់ឲ្យមានការយល់ច្រឡំឬអំណាចណាមួយដែលប៉ះពាល់ដល់យុត្តិធម៌ងាកមកមើលគ្រួសាររបស់អ៊ីឡាងឯនេះវិញឪពុករបស់គាត់កំពុងតែបង្ហាញអារម្មណ៍ព្រួយបារម្ភអំពីសុខភាពរបស់អ៊ីឡាងខណៈដែលអ៊ីឡាងកំពុងតែបង្ហាញអារម្មណ៍ចង់មានឯករាជ្យនិងពឹងខ្លួនឯងភ្លាមនោះពួកគេទាំងពីរនាក់បានសម្លឹងឃើញតាចាស់ម្នាក់កំពុងរៀបពិធីបូជាសាកសពត្រីជាទីស្រឡាញ់របស់គាត់ហើយតាចាស់នោះនិយាយថាខ្ញុំបានចិញ្ចឹមត្រីតូចនេះដោយបេះដូងនិងក្តីស្រឡាញ់ប៉ុន្តែពេលវាធំឡើងវាចង់ចាកចេញទៅពិភពខាងក្រៅហើយចុងក្រោយរកឃើញថាការចាកចេញដោយមិនយល់ពីការពិតអាចនាំទៅរកផ្លូវវិនាសស្ដាប់សម្ដីយល់អត្ថន័យអ៊ីឡាងដឹងថាតាចាស់នេះគឺជាឡៅស៊ីគាត់ក៏សុំឲ្យឪពុករបស់គាត់ត្រឡប់ទៅផ្ទះមុនហើយគាត់នៅទីនេះដើម្បីជួយតាចាស់នេះនៅតាមផ្លូវដែលអ៊ីឡាងកំពុងអេវឡៅស៊ីយ៉ាងជៀនបង្ហាញការស្រឡាញ់និងក្តីគោរពចំពោះឡៅស៊ីដែលធ្លាប់ចិញ្ចឹមថែរក្សាគាត់ខណៈដែលគាត់សម្រេចចិត្តនៅជាមួយឪពុកហើយមិនត្រឡប់ទៅកាន់ឋានសួគ៌វិញនោះទេពេលនោះឡៅស៊ីប្រមានយ៉ាងជៀនថាសេរីភាពពិតជាមានតម្លៃប៉ុន្តែវាក៏មកជាមួយនៅផលវិបាកគាត់ពន្យល់ពីអតីតកាលរបស់ម្ចាស់ផ្កាយដែលត្រូវបោះបង់អារម្មណ៍មេត្តាដើម្បីរក្សាច្បាប់និងសណ្ដាប់ធ្នាប់ពេលនេះការវឹកវរដែលបង្កឡើងដោយស៊ុនអ៊ូខុងនិងឪពុករបស់កំពុងធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរហើយយ៉ាងជៀនត្រូវតែធ្វើការសម្រេចចិត្តរវាងសេរីភាពផ្ទាល់ខ្លួននិងការការពារគ្រួសារឡៅស៊ីបន្តទៀតថាសេរីភាពគឺមានតម្លៃប៉ុន្តែត្រូវទទួលខុសត្រូវចំពោះអ្វីដែលវានាំមកយ៉ាងជៀនក៏និយាយថាបើវាអាចការពារអ្នកដែលខ្ញុំស្រឡាញ់ខ្ញុំនឹងជ្រើសរើសផ្លូវនោះពេលនេះយ៉ាងជៀនកំពុងធ្វើដំណើរមកជួបអ៊ូខុងហើយក៏និយាយទៅកាន់អ៊ូខុងថាភាពឆេវឆាវនិងការមិនទទួលស្គាល់ខ្លួនឯងកំពុងធ្វើឲ្យអ៊ូខុងបាត់បង់អ្វីៗដែលគាត់ចង់ការពារខណៈនោះអ៊ូខុងឆ្លើយតបទាំងកំហឹងហើយក៏ធ្វើការវាយប្រហារទៅយ៉ាងជៀនប៉ុន្តែយ៉ាងជៀនមិនបានតបតនោះទេហើយគាត់និយាយថាការប្រយុទ្ធអាចឈ្នះសត្រូវប៉ុន្តែមិនអាចយកឈ្នះចិត្តខ្លួនឯងបាននោះទេអ៊ូខុងក៏តបប្រសិនបើខ្ញុំមិនតស៊ូខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់តបមកគាត់ក៏វាយយ៉ាងជៀនម្ដងទៀតប៉ុន្តែទីបំផុតយ៉ាងជៀនទ្រាំមិនបានក៏តដៃជាមួយអ៊ូខុងវិញទីបំផុតពួកគេក៏ចោះសម្រងគ្នាហើយត្រឡប់ទៅកាន់ឋានសួគ៌ប្រឈមមុខនឹងបញ្ហាទាំងអស់គ្នាឋានសួគ៌ឡៅស៊ីនិយាយថាយ៉ាងជៀនបានធ្វើខុសប៉ុន្តែទទួលស្គាល់និងកែប្រែកំហុសរបស់ខ្លួនគឺជាជំហានសំខាន់ដែលឆ្ពោះទៅរកការលូតលាស់និងអនាគតល្អប៉ុន្តែអ៊ូខុងធ្វើខុសហើយមិនទទួលស្គាល់កំហុសទៅវិញបែរជាបន្តធ្វើខុសជាច្រើនបន្តទៀតអ៊ូខុងតបថាឥឡូវនេះខ្ញុំនៅទីនេះអាចទទួលយកការពិន័យបានទាំងអស់ពេលនោះឡៅស៊ីបង្គាប់បញ្ជាឲ្យអ៊ូខុងធ្វើសេះរយៈពេល500ឆ្នាំដើម្បីពិចារណាកំហុសពេលនោះអ៊ូខុងបង្ហាញអត្តចរិតមិនចុះចាញ់របស់ខ្លួនទោះបីទទួលបានឱកាសអត់ទោសក៏ដោយគាត់នៅតែរក្សាកិត្តិយសនិងជំនឿលើសេរីភាពឡៅស៊ីព្យាយាមណែនាំអ៊ូខុងឲ្យលុតជង្គង់និងទទួលយកអំណរគុណពីអ្នកនាងម្ចាស់ផ្កាយប៉ុន្តែអ៊ូខុងនិយាយថាខ្ញុំអាចទទួលកំហុសប៉ុន្តែខ្ញុំមិនបោះបង់កិត្តិយសខ្លួនឯងនោះទេហើយពីនោះអ៊ូខុងក៏បានការវាយប្រហារ
ដោយសារសម្រាប់ជឿចាប់របស់អ៊ូខុងយ៉ាងជឿនគាត់ប្រងជួយអ៊ូខុងប៉ុន្តែត្រូវបានហាមឃាត់ដោយអ្នកនាងម្ចាស់ផ្កាយដោយនិយាយល្បួងយ៉ាងជឿននិងផ្ដល់ថ្នាំអមតៈឲ្យឪពុករបស់គេคล้ายខ្លួនទៅជាទេវតាឲ្យតែយ៉ាងជឿនព្រមលះបង់ចិត្តមនុស្សធម៌របស់ខ្លួនហើយពេលនោះនាងបានបញ្ជាឲ្យយ៉ាងជឿនទៅសម្លាប់អ៊ូខុងយ៉ាងជឿននិយាយថាខ្ញុំទទួលស្គាល់ថាធ្លាប់រងការមើលងាយនិងឈឺចាប់ប៉ុន្តែជំរឿបន្តផ្លូវរបស់ខ្ញុំនោះគឺខ្ញុំមិនអាចបោះបង់គុណតម្លៃនៃមនុស្សធម៌បាននោះទេមនុស្សធម៌និងជំនឿលើផ្លូវត្រឹមត្រូវគឺមានតម្លៃខ្ពស់ជាងភាពអមតៈហើយពីនោះគាត់ក៏ធ្វើការវាយប្រហារអ្នកនាងចាស់ផ្កាយតែម្ដងប៉ុន្តែគាត់មិនអាចធ្វើអ្វីអ្នកនាងម្ចាស់ផ្កាយបាននោះទេទីបំផុតគាត់ត្រូវបានស្លាប់ក្រោមស្នាដៃរបស់អ្នកនាងម្ចាស់ផ្កាយហើយនាងនិយាយថាអ្នកអាចខ្លាចខ្លួនជាព្រះហេតុអ្វីជ្រើសរើសផ្លូវពិបាកហើយយ៉ាងជឿនឆ្លើយដោយស្ងប់ស្ងាត់ថាមានរឿងខ្លះអ្នកអាចបោះបង់បានប៉ុន្តែខ្ញុំមិនអាចនោះទេឡៅស៊ីបន្ថែមថាគ្រោះមហន្តរាយនេះគឺជាការសាកល្បងដែលអ្នកត្រូវឆ្លងកាត់ដើម្បីដឹងថាអ្នកគឺជានរណាហើយភ្លាមនោះយ៉ាងជឿនកកក៏មកខ្លាចជាខ្សាច់រលាយបាត់ទៅហើយពេលនេះផងដែរអ៊ូខុងត្រូវបានឃុំខ្លួននៅក្នុងក្រឡថ្នាំហើយស្រែកថាឲ្យដោះលែងគាត់ទៅពេលនោះអ្នកនាងម្ចាស់ផ្កាយនិយាយថាតើអ្នកឃើញទេនេះជាលទ្ធផលនៃការប្រឆាំងវាសនារបស់គាត់អ្នកបានបង្រៀនពួកគេឲ្យសុបិនអំពីសេរីភាពប៉ុន្តែផ្ទុយទៅវិញអ្នកបានទម្លាក់ពួកគេឲ្យចូលអន្លង់ហើយគ្មានថ្ងៃនឹងវិលត្រឡប់វិញបានចាប់ពីពេលនេះទៅខ្ញុំនឹងហៅរន្ទះឋានសួគ៌ទាំង9ដើម្បីប្រហារជីវិតស្វាអាក្រក់ដូចជាឯងនេះយើងឃើញថានៅពេលដែលច្បាប់ត្រូវបានបង្កើតដោយភាពភ័យខ្លាចវាអាចបាត់បង់សេចក្តីមេត្តាហើយធ្វើឲ្យមនុស្សភ្លេចថាការយល់ចិត្តមានតម្លៃសំខាន់ជាងកម្លាំងហើយនាងបានប្រើឥទ្ធិពលថាមពលរបស់ឋានសួគ៌ដើម្បីបំផ្លាញស៊ុនអ៊ូខុងសម្រាប់ជឿចាប់របស់អ៊ូខុងបានធ្វើឲ្យក្របខ្សាច់របស់យ៉ាងជៀនមានផ្សែងនិងចេញភ្លើងតើនេះមានន័យថាគាត់មិនទាន់ស្លាប់ទេមែនទេយើងឃើញថានៅទីនោះមានកង្ហាររបស់យ៉ាងជៀនកាលពីកុមារហើយសាច់រឿងបង្ហាញអំពីទស្សនវិជ្ជានៃក្តីស្រមៃនោះកុមារយ៉ាងជៀននិយាយថាហេតុអ្វីបានជាពួកគេតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខុសម្ដាយរបស់យ៉ាងជៀនក៏ញញឹមហើយឆ្លើយដោយស្និទ្ធស្នាលថាម៉ែក៏ធ្លាប់ឆ្លងកាត់ដូចកូនដែរប៉ុន្តែវត្តមានរបស់កូនបានធ្វើឲ្យម៉ែមានសុភមង្គលហើយមានកម្លាំងចិត្តថែរក្សានិងមិនបោះបង់ឡើយហើយគាត់បន្តលើកទឹកចិត្តយ៉ាងជៀនកុំឲ្យចោទចាញ់ទោះស្ថិតក្នុងកលៈទេសៈបែបណាក៏ដោយយ៉ាងជៀនមានក្តីសង្ឃឹមនិងកម្លាំងចិត្តយ៉ាងខ្លាំងក្លាដើម្បីបន្តជីវិតរស់ជាថ្មីជីវិតថ្មីរបស់យ៉ាងជៀនពោពេញទៅដោយធម៌ពលធ្វើឲ្យស៊ុនអ៊ូខុងសប្បាយចិត្តខ្លាំងណាស់យ៉ាងជៀនក៏បានឆាកប្រយុទ្ធជាមួយនឹងនាងចាស់កាយព្រោះពេលដែលស៊ុនអ៊ូខុងក៏អាចបំបែកប្រឡងថ្នាំបានផងដែរព្រឹត្តិការណ៍ប្រយុទ្ធគ្នាក៏ក្រាកមេឃាក៏កើតមានឡើងយ៉ាងជៀនបំលាស់ទីយ៉ាងរហ័សដើម្បីគេចពីសីមាឋានសួគ៌ខណៈពេលដែលបាតដៃសេឡាវាយប្រហារមករកយ៉ាងជៀនក៏ត្រូវបានស៊ុនអ៊ូខុងធ្វើការទប់ស្កាត់បានដោយជោគជ័យក្រោមកិច្ចសហការយ៉ាងរលូនរបស់អ្នកទាំងពីរទីបំផុតពួកគេអាចវាយបំបែកសិលាយាឋានសួគ៌បានដោយជោគជ័យ
វាពិតជាអស្ចារ្យណាស់ពេលនេះពួកគេទាំងពីរទទួលបានជ័យជំនះហើយឧខំនិយាយថាពេលនេះគ្មានច្បាប់ឋានសួគ៌ទៀតទេខ្ញុំនឹងបញ្ចប់អ្វីគ្រប់យ៉ាងដែលគ្រប់គ្រងធ្វើឲ្យមនុស្សទាំងអស់ត្រូវបានរងទុក្ខប៉ុន្តែត្រូវបានរារាំងដោយយ៉ាងជាតិហើយនិយាយថាប្រសិនបើអ្នកបំផ្លាញគាត់ពិភពទាំង3នឹងមានភាពវឹកវរចលាចលមិនខាននោះទេហើយសាច់រឿងក៏ត្រូវបានបញ្ចប់ដោយបង្ហាញពីឧខំកំពុងជាប់ឃុំនៅក្រោមភ្នំរៀម5រងចាំព្រះសង្ឃថាងមកជួយសង្គ្រោះសូមអរគុណចំពោះបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះពីដើមដល់ចប់សូមគោរពជូនពរសុខភាពល្អសំណាងល្អរឹកទទួលទានមានបាននិងសុខសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ妖怪啊！